កណាសូមនមស្ការមានដល់ពោនៅប្រមាណថ្ងៃទៀតយើងចេញលទ្ធផលប្រឡងបាក់ឌុបហើយសម្រាប់បងប្អូនព្រោះជាករណីជាម្ចាស់ដែលមានគោលបំណងនឹងបន្តការសិក្សានៅសាកលវិទ្យាល័យក៏ដូចជាផ្នែកបរិញ្ញាបត្រឬក៏ជ្រើសរើសជំនាញកណាសូមជូនគំនិតទៅលើជាទស្សនាទានខ្លះពាក់ព័ន្ធនឹងការរៀននៅសាកលវិទ្យាល័យទី1លោកម្ចាស់ព្រមទាំងបងប្អូនឬក៏បងហ្នឹងជាយាមជ្រើសរើសមុខជំនាញណាដែលខ្លួនឯងស្រឡាញ់ហើយកុំឲ្យរៀនតាមគេពេលខ្លះរៀនតាមគេទៅរៀនដើម្បីតែកំដរថ្នាក់រៀនហើយដល់ពេលយើងរៀនមុខវិជ្ជាអ្វីយើងស្រឡាញ់ទៅហើយយើងរៀនឆាប់ចេះយើងរៀនឆាប់យល់ហើយយើងសង្ឃឹមថាការងារហ្នឹងឬក៏មុខជំនាញហ្នឹងយើងជ្រើសរើសហើយយើងរៀនទៅវាបំរើការក៏ដូចជាផ្ដល់ប្រយោជន៍ដល់យើងធ្វើការពេញមួយជីវិតអាហ្នឹងបានយើងពេញចិត្តនឹងរៀនពេញចិត្តនឹងមុខវិជ្ជាដែលយើងស្រឡាញ់ហ្នឹងហើយពេលយើងរៀនទៅមុខវិជ្ជាហ្នឹងបំរើឲ្យយើងទៅបំពេញការងារអញ្ចឹងទៅការងារយើងស្រឡាញ់យើងធ្វើពេញមួយជីវិតមកក៏ប៉ុន្តែបើសិនជាយើងរៀនតាមគេទេថ្ងៃណាមួយយើងរត់ចូលថ្នាក់យើងជ្រើសរើសខុសយើងរៀនអត់ប្រកែកយើងក៏រៀនដើម្បីទៅរៀនឬក៏យើងជ្រើសរើសរកមុខជំនាញណាដែលយើងស្រឡាញ់ហើយបើសិនជាយើងធ្វើមិនបានក្នុងពេលហ្នឹងទេក៏យើងរៀនឬក៏យើងជ្រើសរើសការងារឬក៏ធ្វើអីមួយដើម្បីជាស្ពានឈោងដល់អ្វីដែលយើងចង់បានណាសូមប្រកេតប៉ុណ្ណឹងថារៀនតាមគេរៀនតាមអ្វីដែលខ្លួនឯងស្រឡាញ់អ្វីខ្លួនឯងចង់បានហើយបំរើប្រយោជន៍ឲ្យយើងពេញមួយជីវិត